យើងចុចវាទាំងពីរហ្នឹងមកហើយបន្ទាប់មកយើងយកពាក្យថា open បាទអញ្ចឹងវានឹង load មកកន្លែងនេះបងប្អូនទាំងអស់គ្នានេះវា load មកអញ្ចឹងឥឡូវយើង select លើ font មួយណាដែលយើងចង់បានឧទាហរណ៍ខ្ញុំយក font មួយនេះបាទយើងយក font មួយហ្នឹងបន្ទាប់មកយើងចុចអក្សរខ្មែររបស់យើងមកវា load អញ្ចឹងខ្ញុំនឹងសរសេរថាប្រាសាទខ្មែរចេះចុះប្រាសាទខ្មែរបងប្អូនឃើញទេឥឡូវវា load ជាអក្សរខ្មែរតែត្រូវហើយអញ្ចឹងបងប្អូនយកកន្លែង style នេះក៏បានដែរនេះគេដាក់ style ហើយបន្ទាប់មកបងប្អូនចង់ដាក់ពណ៌អីយកពណ៌នេះពណ៌នៅលើនេះក៏បានហើយបងប្អូនចង់យកនេះ effect style របស់វាបាទយើងយក effect style ឃើញទេបងប្អូនទាំងអស់គ្នានេះពីឲ្យធំមើលបាទ effect style យើងចង់យកបែបណាក៏បានដែរហើយបន្ទាប់មកបងប្អូនអាចជ្រើសរើស style បានច្រើន anime យើងធ្វើអក្សររត់អក្សរអីក៏បានដែរ